ស្ដីបងប្អូនអរគ្នាថ្ងៃនេះថ្ងៃទី28ខែ10ឆ្នាំ2025ហើយក្នុងវីដេអូនេះគឺខ្ញុំចែកម្លែកបងប្អូនអរគ្នាតាក់ទងជាមួយនឹងcredit card Apple ណាបងប្អូនអាទិត្យមុនគឺខ្ញុំបានទិញទូរស័ព្ទហើយនឹង laptop ពីក្រុមហ៊ុន Apple ណាបងប្អូនហើយខ្ញុំបាន apply យក Apple credit card បងប្អូនអរគ្នា credit card ហ្នឹងគឺជាកាតមួយដែលផលិតចេញពីក្រុមហ៊ុន Apple ហ្មងណាយើងអាច apply សុំយក credit card ហ្នឹងដើម្បីទិញផលិតផលរបស់ Apple ដូចជាមាន iWatch មាន laptop មានទូរស័ព្ទមានអីនិយាយទៅ AirPod អីហ្នឹងឲ្យតែ product របស់ Apple បងប្អូនអរគ្នាគឺគេនឹងឲ្យ cashback យើងណាមានន័យថាយើងទិញអស់ឧទាហរណ៍ថាសម្រាប់ខ្ញុំហ្មងខ្ញុំទិញអស់ 2000 អញ្ចឹងគេ cashback ឲ្យខ្ញុំបាន60រៀលដែរបងប្អូនអរគ្នាហើយផឹកមិញនេះគឺគេផ្ញើកាតនឹងឲ្យខ្ញុំហីបងប្អូនអរគ្នាឥឡូវយើងមកឆែកមើលទាំងអស់គ្នាថាកាតហ្នឹងវាមានរូបរាងមិនណាអូខេនេះបងប្អូនអរគ្នាស្អាតមែនតើអានេះជា box របស់គេ design មកទូចដើម្បីស្រួលដឹកជញ្ជូនណាបងប្អូនហើយនេះមាន logo Apple ហើយខ្ញុំអត់តបានឆែកមើលដែរបងប្អូនអរគ្នាអូស្អាតបងប្អូនអរគ្នាវ៉ាវអាកាតនេះគឺខ្ញុំលើគេនិយាយណាបងប្អូនអរគ្នាវាធ្វើស្តៀងជាមួយនឹងទូរស័ព្ទ iPhone 16ដែរវាធ្វើចេញពីទីតានាមណាបងប្អូនអាឡងស្អាតមែនទេបងប្អូនអរគ្នាខ្ញុំសាក់ដកទីបងប្អូនអរគ្នាម៉ែនេះបងប្អូនអរគ្នាអាហ្នឹងវាជា Apple credit card បងប្អូនអរគ្នាពេលដែលយើងប្រើអាហ្នឹងជាមួយនឹងផលិតផលទាំងអស់ឲ្យយើងទៅទិញជាមួយនឹងផលិតផលរបស់ Apple ណាគឺគេនឹងឲ្យ cashback យើង cashback ហ្នឹងមានន័យថាយើងទិញហើយគេឲ្យលុយយើងមកវិញណាបងប្អូនវាចំណេញជាងយើងប្រើកាតយើងធម្មតាឧទាហរណ៍យើងប្រើកាត Visa card Master card អីផ្សេងធនាគារអីផ្សេងយើងអត់ប្រើអាកាតនេះណាគេអត់ឲ្យ cashback ទេបងប្អូនអរគ្នាហើយ60រៀលច្រើនដែរណាខ្ញុំចង់បញ្ជាក់បងប្អូនអរគ្នាដែរសម្រាប់ credit card នេះគឺក្រុមហ៊ុន Apple ដាក់លុយឲ្យខ្ញុំចាយបាន 2000 ណាបងប្អូនអរគ្នាអញ្ចឹងជាទូទៅសម្រាប់ credit card ណាគឺគេមានកំណត់ចំនួនលុយផ្សេងគ្នាទៅតាមធនាគារឬក៏ក្រុមហ៊ុនដែលបងប្អូន request សុំ credit card ហ្នឹងបងប្អូនអរគ្នាប៉ុន្តែដល់ឡែកនៅក្នុងវីដេអូនេះគឺខ្ញុំនិយាយតាក់ទងជាមួយនឹង credit card របស់ Apple ណាអញ្ចឹង credit card Apple ពេលដែលយើង request មកគេបញ្ចូលលុយទៅក្នុងកាតហ្នឹង$2000បងប្អូនអរគ្នាសម្រាប់ឲ្យយើងចាយណាកាតហ្នឹងវាមិនខុសអីពីយើងទៅខ្ចីលុយធនាគារចាយទេបងប្អូនគ្រាន់ថាពេលដែលយើងទៅខ្ចីលុយធនាគារចាយគឺយើងខ្ចីលុយអាចបានច្រើនអញ្ចឹងណាវាអត់មាន limit ទេបងប្អូនអរគ្នាប៉ុន្តែដល់ឡែកសម្រាប់ credit card គឺវា limit បានលុយតិចតួចទេបងប្អូនអរគ្នាហើយពេលដែលយើងចាយហើយគឺយើងត្រូវបង់លុយប្រចាំខែដូចគ្នាដូចយើងទៅទិញផ្ទះទិញអីដែរបងប្អូនអរគ្នាហើយ credit card ពីច្រើនគេប្រើវាដើម្បីយក cashback នឹងបងប្អូនអរគ្នាសំខាន់របស់វាមួយទៀតគឺវាអត់មាន interest ទេបងប្អូនអរគ្នាឧទាហរណ៍ថាបងប្អូនទិញអីអស់2000អញ្ចឹងបងប្អូនបង់ប្រហែលខែប្រហែលឆ្នាំហ្នឹងក៏វាអត់មាន interest ដែរបងប្អូនអរគ្នាគឺបងប្អូនបង់ principal មានលុយដើមសុទ្ធណាបងប្អូនហ្នឹងអាហ្នឹងវាជាគុណសម្បត្តិដែលយើងប្រើនេះ Apple credit card ហ្នឹងបងប្អូនអរគ្នាហើយស្អាតមែនទេបងប្អូនគ្នា design មកឡើងអាឡងស្រើហ្មងណាអូខេហ្នឹងហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនអរគ្នាគឺខ្ញុំគ្រាន់តែចង់បង្ហាញថាអានេះវាជា Apple credit card ដែលខ្ញុំបាន apply ហ្នឹងបងប្អូនអរគ្នា